ក្រោមតែបាត់វីដេអូមកភ្លាមមកលើសំឡេងពោះគ្រាធ្វើឲ្យយើងមានអារម្មណ៍ថាអូកោពោះតែម្ដងថ្ងៃនេះនាំអារម្មណ៍បងប្អូនមកធ្វើប្រហើរតាពាំងងាយលឿនហើយមានរសជាតិឈ្ងុយឆ្ងាញ់ថ្ងៃនេះខ្ញុំមានត្រីពោសាច់ជ្រូកប្រហុកហើយនិងត្រីប្រហើមចំពោះផ្នែកបន្លែវិញខ្ញុំមានតាពាំងបន្លែប្រសាបបន្លែប្រសាបអត់ដឹងឈ្មោះអីដែរបងប្អូនហើយផ្លែចាស់ហើយមួយទៀតនោះស្អំនឹងឯងខ្ញុំប្រហើរតាពាំងបងប្អូនហើយបើថាខ្វះស្អំនោះដូចជាមិនទេដូចខ្វះអីមួយយ៉ាងអញ្ចឹងណាព្រោះស្អំថាបើយើងស្លពីដើមភូមិស្អីដល់ចុងភូមិឯងបងប្អូនណាបើអ្នកចេះញ៉ាំឈ្ងុយបើតែអ្នកអត់ចេះញ៉ាំវិញស្អុយពេញចិត្តតែម្ដងខ្ញុំបានច្របាច់តាពាំងជាមួយករងាស់វាយូរដែរបងប្អូនប្រហែលជា15នាទីដើម្បីឲ្យតាពាំងវាបាត់ហាងបងប្អូនបន្ទាប់មកទៀតខ្ញុំបានដាក់នៅសាច់ជ្រូកប្រហុកហើយនិងត្រីប្រហើមដើម្បីរងាស់វាបន្តទៀតខ្ញុំអត់ទាន់ដាក់ត្រីភ្លាមទេបងប្អូនដោយសារតែសាច់ជ្រូកនិងត្រីប្រហើមខ្ញុំចង់ឲ្យវាឆ្អិនខ្លាំងហើយក៏ខ្ញុំចង់ឲ្យត្រីប្រហើមវាចេញជាតិល្អបងប្អូនវាអមមួយប្រហុកទៅទៅបងប្អូនណាឈ្ងុយខ្លាំងមែនតើបន្ទាប់ពីរងាស់បានមកស្ទុះមកខ្ញុំចាប់ផ្ដើមដាក់ត្រីចូលបន្ទាប់ពីដាក់ត្រីចូលហើយខ្ញុំចាប់ផ្ដើមបង់គ្រឿងហើយចំពោះគ្រឿងវិញខ្ញុំប្រើតែស្ករសនិងប៊ីចេងទេខ្ញុំអត់ទាន់ដាក់អំបិលបន្ថែមទេដោយសារតែខ្ញុំខ្លាចចេញជាតិប្រៃពីប្រហុកហើយនិងត្រីប្រហើមខ្ញុំក៏បានដាក់រងាស់បន្តិចទៀតទៅដើម្បីឲ្យត្រីយើងឆ្អិនបន្ទាប់មកយើងអាចភ្លក្សរសជាតិបានអាចបន្ថែមរសជាតិផ្សេងបានអញ្ចឹងណាហើយខ្ញុំក៏បានបន្ថែមនៅម្សៅស៊ុបបន្តិចដែរដើម្បីឲ្យវាចាប់ជាតិឈ្ងុយឆ្ងាញ់បន្ទាប់មកទៀតយើងរងាស់សិនណាបងប្អូនចាំយើងភ្លក្សឲ្យថែមគ្រឿងថែមថយទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនផ្ទាល់សម្រាប់ខ្ញុំបន្ទាប់ពីការរងាស់បានមកសបកមកមានអារម្មណ៍ថាដូចជាសាបបន្តិចហើយយើងដាក់អំបិលតិចទៅកូរត្រឡប់បន្តិចទៀតបន្ទាប់មកយើងអាចដាក់បន្លែប្រសាបបានហើយព្រោះត្រីនិងសាច់យើងបានឆ្អិនល្មមខ្ញុំប្រើបន្លែនេះរៀងច្រើនណាស់បងប្អូនតែខ្ញុំចូលចិត្តបន្លែអញ្ចឹងន័យថាពេលដែលយើងញ៉ាំទៅវាមានបន្លែច្រើនជាងសាច់អូងាយហើយឆ្ងាញ់មែនតើមួយមុខនេះខែត្រជាក់មេឃភ្លៀងចេះទៀតបងប្អូនណាយើងអត់សូវជោគបាយទេម្ហូបនេះព្រោះយើងញ៉ាំស្លច្រើនជាងបាយហើយយើងដាក់ជាមួយនឹងទឹកត្រីញិចម្ទេសទៀតបងប្អូនអើយញ៉ាំខុសមាត់មួយឆ្នាំងនេះខ្ញុំញ៉ាំតែឯងអូយញ៉ាំច្រើនមែនតើខ្ញុំអត់សូវញ៉ាំបាយទេបងប្អូនញ៉ាំម្ហូបច្រើនអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូខ្ញុំគាំទ្រពេញចិត្តជួយចុច like share comment ផងណាអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយអរគុណច្រើនជំរាបលាអរគុណញឹកដល់ជម្រាបលាបងប្អូន